នៅថ្ងៃទី29ខែមីនាឆ្នាំ2025នេះមានករណីភ្ជង់អ្នកបើករថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវលបឿនលឿនភ្នំពេញក្រុងព្រះសីហនុនៅត្រង់ចំណុចស្រុកអង្គស្នូលខេត្តកណ្ដាលក្នុងសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថាករណីនេះគឺបណ្ដាលមកពីការរត់គេចខ្លួនរបស់ជនសង្ស័យបន្ទាប់ពីសមត្ថកិច្ចដេញតាមចាប់ខ្លួនក្នុងករណីឆក់នៅផ្លូវជាតិលេខ4តាមស្នងការខេត្តកណ្ដាលនៅផ្លូវជាតិលេខ4នៅព្រឹកថ្ងៃទី29ខែមីនាឆ្នាំ2025មានករណីឆក់មួយបានកើតឡើងដែលបង្កឡើងដោយជនមកសញ្ញាចំនួន2នាក់ជិះម៉ូតូចំនួន2គ្រឿងធ្វើសកម្មភាពឆក់លើជនរងគ្រោះម្នាក់ដែលកំពុងជិះម៉ូតូបន្ទាប់ពីឆក់បានសម្រេចកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការដេញតាមមុខសញ្ញាជនទាំង2នាក់នោះហើយជនល្មើសក៏បានផ្ទុះអាវុធដាក់កម្លាំងសមត្ថកិច្ចវិញសមត្ថកិច្ចបានបញ្ជាក់ថាដោយសារកម្លាំងសមត្ថកិច្ចបានដេញតាមពីផ្លូវជាតិលេខ4ដល់ផ្លូវលេខ51ទើបអាចខត់ខ្លួនជនមុខសញ្ញាបានម្នាក់ខណៈជនមុខសញ្ញាម្នាក់ទៀតបានរត់គេចខ្លួនទៅផ្លូវលបឿនលឿនចំពោះជនមុខសញ្ញាដែលរត់គេចខ្លួនទៅផ្លូវលបឿនលឿននោះបានធ្វើសកម្មភាពដោយយកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវលបឿនលឿនទម្លាក់ជនរងគ្រោះមួយគ្រួសារចេញពីរថយន្តនៅលើផ្លូវលបឿនលឿនរួចជនល្មើសបើករថយន្តបន្តទៅមុខតែស្នងការខេត្តកណ្ដាលបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួនថាកម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលបានរត់គេចខ្លួននោះ